អត់យល់ពីអត់យល់ពីមេយើងដែរមេរបស់គេរស់ស៊ីមេអើយបាទឡានគេទិញលក់មេឡានគេសម្រាប់លក់បាទគាត់គ្រាន់តែឆាតសួរហើយនឹងណាត់ថាទៅមើលថ្ងៃនេះថ្ងៃនោះហើយគាត់លើកថាអាទិត្យក្រោយគាត់ចង់ទៅមើលឡានហ្នឹងចេះចោះណាបាទហើយស្រាប់តែគេលក់បាត់គាត់ខឹងគេទៅគាត់ថានិយាយមួយគាត់ភ្លើអញ្ចឹងគាត់ខំមកគាត់ខំអីខ្ញុំប្រាប់បងប្អូនគ្នារបស់គេលក់អ្នកផ្សេងមួយទៀតដែលគេចង់បានគេកក់មុនគាត់ដែលមកដល់ត្រឹមតែ1ម៉ោងនិយាយទៅត្រឹមតែកន្លះម៉ោងខ្លាចជារបស់គេបាទខ្លាចជារបស់គេគាត់ថាមកមិនដឹងម៉ោងណាផងមិនដឹងពេលណាផងមិនដឹងថ្ងៃណាផងមិនដឹងថ្មណាដល់ផងបាទហើយអ្នកដែលគេទិញអ្នកនោះគេអត់បានខ្វល់រឿងអញ្ចឹងហ្នឹងបាទគេថាឥឡូវសុំតំណដៃមកខ្ញុំយកជួយឲ្យកូនចៅឬអ្នកដែលនេះជួយបើកឲ្យមកចាំខ្ញុំចេញឡៃប្រេងគេអញ្ចឹងហ្មងគេអត់មានពិបាកអីហ្នឹងហើយយ៉ាងទៅបន្ទោសគេអ្នកលក់មិនកើតបងបន្ទោសកើតទេព្រោះយើងអត់ហ៊ានកក់លុយគេសម្រាប់ឲ្យគេតម្កល់រក្សាទុកជូនដើម្បីយើងមើលឬក៏យើងសម្រេចចិត្តយ៉ាងម៉េចហ្នឹងយើងអត់កក់ហ្នឹងបាទហើយទៅបន្ទោសគេអត់កើតទេបងរៀនយកចិត្តគេដាក់ចិត្តយើងវិញបើសិនជារបស់នោះជារបស់បងវិញតើបងរងចាំអញ្ចឹងកើតទេបាទបងពិចារណាឡើងវិញមុននឹងសម្រេចចិត្តទៅថាឲ្យគេដែលជាអ្នកលក់ហ្នឹងបាទហ្នឹងហើយអធិស្ឋានបងរបស់គេលក់នឹងមានតែមួយគ្រឿងតែមួយទេបងទិញតន់បានបងទិញមិនតន់បានគេប៉ុណ្ណឹងហើយកុំខឹងគេអ្នកលក់អីអ្នកលក់គេដឹងលក់ឯអ្នកណាហ៊ានទិញគេលក់ឯហ្នឹងឯងបាទគេអត់ចាំបាច់ត្រូវរងចាំបងថាទុកឲ្យខ្ញុំអត់ទេមិនគ្រាន់តែយកមាត់ទៅទេមកនិយាយគេជឿទេហ្នឹងហើយអរគុណច្រើនអរគុណមេដែលស្រឡាញ់ចូលចិត្តហើយចង់បានឡានផ្សេងអាចមើលនៅក្នុងការផុសអរគុណច្រើន